ចាត់ចាញ់សៀមខ្ញុំប្រាប់ថាមិនមែនជាការចាញ់ទេគឺត្រូវដោះស្រាយបញ្ហាដែលសៀមមានកុំឲ្យមានទំនាស់ជាមួយសៀមហើយបើប្រជាជនសួរថាតើសៀមមានបញ្ហាអីទី1សៀមគាត់ថាគាត់មានបញ្ហា scammer អញ្ចឹងប្រតិបត្តិការកម្ចាត់ scammer គឺកម្ពុជាចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ចាត់ scammer ដោយមានតម្លាភាពបើប្រជាពលរដ្ឋសួរថាចុះរយៈកាលកន្លងមកណាអ្នកកាន់អំណាចមុនមានលោកហ៊ុនសែននិងហ៊ុនម៉ាណែតតែងតែកម្ចាត់ scammer ហើយមិនក៏សៀមវាមិនព្រមខ្ញុំប្រាប់វិញថាការកម្ចាត់ scammer ពីមុនមកវាអត់មានតម្លាភាពដូច្នេះហើយកម្ពុជានឹងសហប្រតិបត្តិការជាមួយនឹងសហគមន៍អន្តរជាតិកម្ចាត់អក្រិតកម្ម scammer ដោយមានតម្លាភាពមិនដែរកូនឥឡូវនិយាយមួយម៉ាត់ប៉ុណ្ណឹងកុំឲ្យវែងពេកមិនដែរកូនឯងយល់យ៉ាងម៉េចដែរណាអ្នកសួរពីលើណាគិតថាយ៉ាងម៉េចដែរឥឡូវមកចំណុចហ្នឹងដែលនៅខាងលើឈ្មោះធៀងគង់ថាបើលោកតាកាន់អំណាចលោកតាធ្វើអីមុនណាអូខេមិនដែរធៀងគង់ស្ដាប់តាលឺហ៎អូខេណាតានិយាយខ្លីតែប៉ុណ្្នឹងឯងបើតាចូលកាន់អំណាចតាប្រកាសឈប់បាញ់ណាចូលតុកចរចានៅបាងកកក៏បានចរចានៅភ្នំពេញក៏បានចូលតុកចរចាតាដឹងថាសៀមដាក់លក្ខខណ្ឌថៃដាក់លក្ខខណ្ឌ4អញ្ចឹងតាប្រាប់ថាលក្ខខណ្ឌរបស់ភាគីថៃ4នៅក្នុង4ហ្នឹងស្អីដែលជាអាទិភាពណាអាទិភាពគឺតែ2ទេគឺដោះមីនហើយនឹង scammer ដោះមីនហើយនឹង scam center គឺតែ2ទេអាទិភាពគឺតែ2ទេខ្ញុំដឹងថាថៃត្រូវការ2ហ្នឹងអញ្ចឹងទី1 scammer គឺសហប្រតិបត្តិការដោះស្រាយ scammer ជាវងអាស៊ានអន្តរជាតិហើយរវាងប្រទេសថៃឡង់និងប្រទេសកម្ពុជាគឺមានកិច្ចសហប្រតិបត្តិការ3ជុំទី1គឺកិច្ចសហប្រតិបត្តិការកម្ចាត់អក្រិតកម្ម scammer អន្តរជាតិជុំទី2កិច្ចប្រតិបត្តិការកម្ចាត់ scammer អាស៊ានជុំទី3កិច្ចសហប្រតិបត្តិការទ្វេភាគីថៃកម្ពុជាបើសមត្ថកិច្ចថៃចង្អុលថាខេត្តកោះកុងវាមាន scam ណាកម្ពុជាទទួលព័ត៌មានពីថៃអនុវត្តភ្លាមណាអនុវត្តភ្លាមឲ្យតែថៃផ្ដល់នៅព័ត៌មានសម្ងាត់គ្រប់គ្រាន់អនុវត្តភ្លាមគឺផ្ដល់តម្លាភាពទៅវិញទៅមកហើយក៏កម្ពុជាចង្អុលទៅថៃវិញបើនៅក្នុងខេត្តឧបលធានីឧបលរាជធានីខេត្តស្រិនស៊ីសកែតបុរីរាមសាកែវរហូតដល់ត្រាតរហូតដល់អីហ្នឹងបើកម្ពុជាឃើញសកម្មភាព scammer កម្ពុជាប្រាប់ទៅថៃថា scammer ហ្នឹងវាមានតំណែងតំណងគ្នាអញ្ចឹងឲ្យលោកដោះស្រាយរឿងហ្នឹងខ្ញុំមានតំណាងខ្ញុំទៅមើលដែរហើយពេលដែលខ្ញុំទៅកម្ចាត់ scammer នៅក្នុងទឹកដីខ្ញុំលោកឲ្យគ្នាលោកមកលោកឲ្យក្រុមប្រតិបត្តិការលោកមកមើលលោកមិនមែនទៅបាញ់ទៅចាប់ទៅចាយប៉ុន្តែលោកនៅជាមួយខ្ញុំលោកមើលខ្ញុំធ្វើណាប៉ុន្តែខ្ញុំប្រាប់លោកហើយបើសិនណាជាធនាគារខ្ញុំវាជា scam ខ្ញុំដោះស្រាយហើយខ្ញុំប្រាប់ថាធនាគារលោកជួយដោះស្រាយណាឧបមាថាសៀមវាថាលីយ៉ុងផាត់ណាទី1លីយ៉ុងផាត់ជាប់នៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកណាលោកហ៊ុនសែនគាត់ថាតើតែមានព័ត៌មានគ្រប់គ្រាន់ផុសតាងគ្រប់គ្រាន់ទើបគាត់ទទួលគាត់ស្វាគមន៍សហការជាមួយខ្ញុំអត់ធ្វើតាមលោកហ៊ុនសែនអញ្ចឹងទេខ្ញុំអត់ធ្វើអញ្ចឹងទេខ្ញុំអត់ធ្វើតាមលោកហ៊ុនម៉ាណែតទេតែខ្ញុំធ្វើយ៉ាងម៉េចលីយ៉ុងផាត់ជាប់នៅក្នុង Magnitsky Global Magnitsky Act អាមេរិកដាក់លីយ៉ុងផាត់នៅក្នុងបញ្ជីខ្មៅណាខ្ញុំបញ្ជាបើខ្ញុំ
ជានេះបើខ្ញុំជានាយករដ្ឋមន្ត្រីហើយគណៈបព្វជិជនគេនៅដឹងដែរខ្ញុំប្រាប់ទៅគណៈបព្វជិជនថាបញ្ហាព្រឹទ្ធសភាកម្ពុជាអត់ត្រូវមានជាប់ឈ្មោះក្នុងបញ្ជីខ្មៅទេអញ្ចឹងសូមឲ្យគណៈបព្វជិជនដកលីយ៉ុងផាត់ចេញពីព្រឹទ្ធសភាកម្ពុជាព្រោះគណៈបកគេនៅហ្នឹងឲ្យគេធ្វើបើគេមិនធ្វើទេខ្ញុំអត់មានទៅចាក់ចងអីទេប៉ុន្តែខ្ញុំនឹងសហការជាមួយសហរដ្ឋអាមេរិកខ្ញុំអត់ចាំបាច់ឲ្យអាមេរិកមកនិយាយមួយខ្ញុំទេខ្ញុំតាក់ទងទូតអាមេរិកខ្ញុំផ្ញើសារទៅរដ្ឋាភិបាលអាមេរិកឲ្យផ្ដល់នៅភស្តុតាងដើម្បីនឹងចៅក្រមស៊ើបអង្កេតនៅកម្ពុជាចាប់ផ្ដើមរៀបចំក្តីបើមានភស្តុតាងគ្រប់គ្រាន់នឹងប្តឹងលីយ៉ុងផាត់នឹងប្តឹងលីយ៉ុងផាត់ណាសៃហាឧបមាតើកូនឧបមាតើព្រោះមានកូនមួយលើសួរអញ្ចឹងរឿងលីយ៉ុងផាត់ខ្ញុំដោះស្រាយអញ្ចឹងបើសៀមគេមានភស្តុតាងអំពីលីយ៉ុងផាត់គេផ្ដល់ឲ្យកិច្ចសហប្រតិបត្តិការជាមួយសៀមបើវៀតណាមមានករណីលីយ៉ុងផាត់ដោះស្រាយហើយលីយ៉ុងផាត់ត្រូវទទួលការស៊ើបអង្កេតនិងកាត់សេចក្តីដោយតុលាការយុត្តិធម៌នៃប្រទេសកម្ពុជាស្ដាប់បានទេចុះបើសិនណាជាលីយ៉ុងផាត់ត្រូវទទួលលិខិតពណ៌ក្រហមរបស់អង្គតេប៉ូលហើយសហរដ្ឋអាមេរិកអង្គតេប៉ូលបានបញ្ជូនលិខិតហ្នឹងឲ្យមកកម្ពុជាចាប់លីយ៉ុងផាត់ហើយខ្ញុំជានាយករដ្ឋមន្ត្រីខ្ញុំពិនិត្យផ្លូវច្បាប់ថាតើកម្ពុជាមានកាតព្វកិច្ចទេបើមានចាប់ឲ្យគេទៅចុះយើងមានកាតព្វកិច្ចនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិតែបើយើងអត់មានកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងអន្តរជាតិយើងប្រាប់អាមេរិកវិញថាសំទោសខ្ញុំអត់មានកាតព្វកិច្ចខ្ញុំអត់មានកាតព្វកិច្ចពីព្រោះវាអញ្ចឹងហើយបើអាមេរិកគេស្គាល់ខ្ញុំប្រាប់ថាខ្ញុំចង់សហការបើខ្ញុំវាអត់មានកាតព្វកិច្ចបើវាអត់មានកាតព្វកិច្ចតើខ្ញុំអាចទៅចាប់ពលរដ្ឋខ្ញុំម្នាក់ឈ្មោះលីយ៉ុងផាត់ឲ្យអ្នកឯងយ៉ាងម៉េចខ្ញុំជានាយករដ្ឋមន្ត្រីជាតំណាងអធិបតេយ្យភាពនៃជាតិមួយណាបើសិនជាអធិបតេយ្យភាពនៃជាតិខ្ញុំគ្មានកាតព្វកិច្ចតាមច្បាប់អន្តរជាតិខ្ញុំអត់ចាប់បានទេខ្ញុំជឿថាអាមេរិកក៏ចេះស្ដាប់ដែរកិច្ចការស្រាយចុះបើសិនមានក្មួយខ្ញុំវាជាប់ឈ្មោះក្នុង scam វាជាតំណាងក្រុមហ៊ុនចិនមួយដែលលាងលុយកខ្វក់ខ្ញុំប្រាប់ក្មួយខ្ញុំថាឥឡូវនេះគេអត់តន់ចោលដែរនេះកូនបើគេអត់តន់ចោលដែរនេះហើយលាលែងចាញ់ពីតំណែងហ្នឹងទៅហើយឈប់នៅហ្នឹងទៅកុំឲ្យជាប់ជាពាក់គ្រួសារយើងលុយក៏ឯងមានចាយហើយឈប់ទៅខ្ញុំប្រាប់ក្មួយខ្ញុំអញ្ចឹងរួចបាត់ហើយណារួចបាត់ហើយបើមានគណៈបកប្រឆាំងណាគេមកចោទប្រកាន់ខ្ញុំថាអ្នកឯងចោទប្រកាន់ខុសហើយពីព្រោះខ្ញុំឲ្យតែខ្ញុំដឹងថាគ្រួសារខ្ញុំជាប់តាក់ទងនឹងរឿងស្អីមួយខ្ញុំឲ្យគ្រួសារខ្ញុំឈប់ហើយបើអ្នកឯងមានភស្តុតាងថាគ្រួសារខ្ញុំធ្វើនៅអំពើអក្រិតកម្មអ្នកឯងបង្ហាញភស្តុតាងមកករណីក្នុងតុលាការចប់ណាហើយចុះបើធ្វើអញ្ចឹងអាណាមកវាយអញបានមកវាយមិនបើអញធ្វើសពក៏វាយតែអញមានចាញ់គេណាអញធ្វើតាមច្បាប់តើរបស់នឹងសិស្សចោលមិនដែរបងប្អូនខ្ញុំនិយាយចឹងខ្ញុំនិយាយចឹងមិនដែរឧបមាណានិយាយចឹងមិនដែរវាអន់ណាស់ទៅមើលបងប្អូនណាចាត់ទុកថាធ្វើអញ្ចឹងវាអន់មានបងប្អូនណាគិតថាធ្វើដូចខ្ញុំនិយាយហ្នឹងវាអន់ទេវាចាញ់សៀមអីបើយើងចង់ធ្វើទៅយកលុយអានឹងគេវាយហើយអាហ្នឹងហើយស្រូនពិសេសអាហ្នឹងរឿងផ្សេងប៉ុន្តែបើសិនជាសួរឧបមាថាខ្ញុំជានាយករដ្ឋមន្ត្រីថ្មីឲ្យខ្ញុំធ្វើម៉េចមានតែធ្វើចឹងឯងដោះស្រាយបញ្ហាហ្នឹងមើលមានអ្នកណាមករកវាយប្រទេសកម្ពុជាទៀតសំណួរខ្ញុំថាមិនលោកហ៊ុនសែនគាត់មិនធ្វើខ្ញុំឆ្លើយមិនបានខ្ញុំមិនមែនគាត់ខ្ញុំមិនមែនគាត់ខ្ញុំឆ្លើយអត់បានទេខ្ញុំគ្រាន់តែមានសំណួរពីប្រិយមិត្តណាតែប៉ុណ្្នឹងទេសង្គ្រាមត្រូវតែចាប់ទី1 scammer ទី2ដោះមីន
ចាប់ដោះមីនធ្វើម៉េចដោះមីនខ្ញុំព្រមដោះមីនណាខ្ញុំព្រមដោះមីនអូខេចាប់ដើមដោះមីនគឺចាប់ដើមពីជើងមកត្បូងឬក៏ចាប់ដើមពីជើងមកត្បូងកំណត់ចំណុចដែលដោះមីនឲ្យព្រមគ្នាចំណុចប្រមាណព្រមគ្នាណាឥឡូវឧទាហរណ៍ទៅថៃចង់ដោះមីន20ចំណុចអូខេដោះមីន20ចំណុចយើងដឹងហើយប្រទេសថៃអត់មានសង្គ្រាមទេតែប្រទេសកម្ពុជាមានសង្គ្រាម30-40ឆ្នាំណាអូខេណាប្រទេសថៃអត់មានសង្គ្រាមទេអញ្ចឹងថៃគេថាគេសុំមកដោះមីន20ចំណុចអូខេបើដោះមីន20ចំណុចដោះសុខចិត្តដោះ20ចំណុចចាប់ពីណាទៅណាទិញផែនទីដោះទាំងអស់គ្នាបន្ទាប់មកទៀតខ្ញុំរៀបចំអង្គភាពមួយស្នើសុំជំនួយអន្តរជាតិលើការដោះមីនខ្ញុំឲ្យ CMAC ធ្វើការជាមួយ TMAC ខាងថៃហើយខ្ញុំសុំជំនួយបរទេសឲ្យជួយក្នុងការដោះមីនរួមទាំងស្នើសុំជំនួយថៃទៀតហើយឯងជួយខ្ញុំដោះមីនខ្លះមកឧបករណ៍ខ្ញុំវាខ្វះណាបទពិសោធន៍ខ្ញុំមាន CMAC ខ្ញុំមានពិសោធន៍ដោះមីនថៃឯងអត់មានពិសោធន៍លើធ្វើការមួយនេះយើងចែកចាយបទពិសោធន៍ថៃឯងឲ្យជំនួយមកណាដោះហើយពេលដោះហើយកំណត់ផែនទី technical ផែនទី technic ចុះហត្ថលេខាជាមួយគ្នាថាតំបន់ហ្នឹងចាត់ទុកថាដោះហើយណាហើយចែកតំបន់ហ្នឹងជាពណ៌ណាពណ៌សឯកទេសដោះមីនសម្គាល់ថាវាសុវត្ថិភាពពេញលេញពណ៌ពណ៌ yellow សុវត្ថិភាព 75% ពណ៌អីទៀតពណ៌កំបោរសុវត្ថិភាព 60% អញ្ចឹងដែរទៅតាមពណ៌របស់វាហើយចុះហត្ថលេខាទាំងអស់គ្នាហើយប្រាប់ថាបើមានប្រជាជនស៊ីវិលក៏ដូចជាកងទ័ពដែលផ្ទុះមេនអត់មានចោទប្រកាន់អ្នកណាទេព្រោះកន្លែងហ្នឹងគឺថ្នាក់រដ្ឋបាលការហើយវាមានបញ្ហាអីវាមានបញ្ហាអីអញ្ចឹងហើយចុះរឿងព្រំដែនធ្វើដូច JBC ធ្វើនេះ JBC ដែលព្រមធ្វើជាមួយថៃ5ដំណាក់កាលធ្វើដូចគ្នាអូខេអាហ្នឹង3ឃើញទេចង់ក្រោយបំផុតដកតបចេញពីព្រំដែនដកកម្លាំងប្រដាប់អាវុធចេញដកចេញដូចគ្នាដកត្រូវការអ្នកណាមក verify the withdrawal ឥឡូវប្រទេសថៃយើងត្រូវការមនុស្សទី3ឲ្យមកជួយធ្វើជាសាក្សីក្នុងការដកតបពីព្រោះបើសិនជាទៅតាមចិត្តថៃឯងវាមិនកើតទេតែចាំចិត្តខ្ញុំមិនកើតទេត្រូវការអញ្ចឹងត្រូវការអ្នកណាមកដកណាអត់មាន Asian observation នេះទៀតទេគឺ verifier ហើយតាមមួយក្រុមនេះពេលដកគឺដកចាប់ពីព្រះវិហារចាប់ពីខេត្តព្រះវិហារនិងអបុនចរាជធានីពីជើងមកចាប់ដើមដកមក800គីឡូដកមកដកទៅវាចាប់សង្គ្រាមហើយបើគេវាយអាហ្នឹងយើងប្រកាសប្រាប់អន្តរជាតិថាខ្ញុំអត់មានធ្វើអីកិច្ចការវាសុវត្ថិភាពតែជាការបង្ករឿងរបស់គេបង្ករឿង